ការប្រយុទ្ធមិញក្លឹបបាល់ទាត់ Real Madrid ក៏ដូចជាក្លឹបបាល់ទាត់ Deportivo Alaves បានធ្វើរឿងមួយដ៏អស្ចារ្យយ៉ាងរំភើបសម្រាប់ក្រុមយុវជន Real Madrid ប្រិមិត្តក្លឹបបាល់ទាត់ Real Madrid ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់មួយចំនួនបានជ្រាបអំពីព័ត៌មានថាថ្នាក់យុវជនរបស់ក្លឹប Real Madrid ទើបតែឈ្នះពាន UEFA Youth League ថ្មីថ្មោងបងប្អូនគ្នា UEFA Youth League គឺជាពានអឺរ៉ុបលំដាប់លេខ1បើយើងប្រៀបធៀបទៅគឺដូចជា UEFA Champions League អញ្ចឹងដែលជាពានលំដាប់លេខ1ប៉ុន្តែពាននេះគឺសម្រាប់យុវជនបងប្អូនគ្នា90នាទីបានបញ្ចប់ទៅដោយលទ្ធផល1-1បាទក្រុមទាំងពីរបានសុទ្ធបញ្ចូលគ្នាដោយក្លឹប Real Madrid បាននាំមុខ1-1មកគ្រាប់បន្ទាប់មកបាទក្លឹបបារ៉ាក់បានស្មើ1-1វិញប៉ុន្តែបាទលទ្ធផលស្មើ1-1រហូតដល់វគ្គកាត់ស្ដី11ម៉ែត្រវគ្គកាត់ស្ដី11ម៉ែត្របាទក្លឹប Real Madrid ជាមួយនឹងក្លឹបបារ៉ាក់សុទ្ធគ្នាខ្លាំងមែនទែនសុទ្ធចុះសុទ្ធឡើងក្លឹប Real Madrid ក៏បានទទួលជ័យជំនះបានក្លាយជាម្ចាស់ជើងឯក UEFA Youth League ជាលើកទី2បងប្អូនស្ដាប់អត់ច្រឡំទេបាទគឺជាលើកទី2ដោយលើកទី1គឺថ្នាក់យុវជន Real Madrid បានយកឈ្នះទៅលើក្លឹប Benfica នៅក្នុងលទ្ធផល3-2នៅក្នុងឆ្នាំ2019-2020ក្រោមការដឹកនាំរបស់គ្រូ Raúl González ហើយលើកទី2នេះគឺជាការទទួលបានជ័យជំនះទៅលើក្លឹបបារ៉ាក់នេះឯងនៅក្នុងឆ្នាំ2025-2026នេះជាការតបស្នងនៅកិច្ចការដែលក្រុមថ្នាក់យុវជន Real Madrid បានធ្វើក្លឹប Real Madrid ឈុតធំនឹងក្លឹប Deportivo Alaves មុននឹងចាប់ផ្ដើមការប្រកួត La Liga នៅក្នុងសប្តាហ៍ទី32បានឈរជារបងកិត្តិយសសម្រាប់ក្រុមយុវជន Real Madrid អបអរសាទរហើយលើកសរសើរពួកគាត់លើកទឹកចិត្តពួកគាត់ក្នុងកិច្ចការដែលពួកគាត់បានខិតខំប្រឹងប្រែងធ្វើនៅក្នុងរដូវកាលនេះផងដែរបងប្អូនអរគ្នាប្រសិនបើអ្នកទាំងអស់គ្នាវិញដែលជាយុវជនដើរចូលទៅកាន់នឹងតើបងប្អូនមានអារម្មណ៍យ៉ាងណាដែររំភើបឬមួយក៏បាទមានអារម្មណ៍រភ័យបាទប៉ុន្តែនេះគឺជាការមួយដែលល្អក្នុងការដែលលើកទឹកចិត្តទៅកាន់ថ្នាក់យុវជនក៏ដូចជាផ្ដល់កិត្តិយសទៅកាន់ពួកគាត់ក្នុងការដែលសម្រេចបានសមិទ្ធផលមួយនេះប្រសិនបើបងប្អូនទស្សនាវីដេអូរបស់ខ្ញុំមកដល់ចំណុចកន្លែងនេះហើយសូមដាក់បេះដូងពណ៌សមួយមកដើម្បីបាទបង្ហាញសេចក្តីស្រឡាញ់ក៏ដូចជាបង្ហាញការអបអរសាទរទៅកាន់ថ្នាក់យុវជនរបស់ក្រុម Real Madrid ដែលទើបតែឈ្នះពាន UEFA Youth League ថ្មីថ្មោងនេះផងដែរអរគុណបងប្អូនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ